ការវិភាគដ៏រន្ធត់របស់បណ្ឌិតរូម៉ាក់សេណាបើគ្មានបារាំងខ្មែរប្រហែលអស់ដីហើយនៅពីក្រោយរូបភាពដ៏ស្រស់ស្អាតដែលគេដាក់រហស្សនាមថាដែនដីនៃស្នាមញញឹមគឺពោពេញដោយប្រវត្តិសាស្ត្រនៃការឈ្លានពាននិងភាពពុតបុត្រនេះគឺជាការលាតត្រដាងដ៏ចាក់ដោតពីសំណាក់លោកបណ្ឌិតរូម៉ាក់សេណាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងប្រវត្តិសាស្ត្រជនជាតិបែលហ្សិកបារាំងដ៏ល្បីល្បាញដែលបានហែកវាំងនូនខ្មៅបង្ហាញពិភពលោកពីអំពើដែលថៃបានធ្វើមកលើកម្ពុជាតាមរយៈការវិភាគដ៏មុតស្រួយលោកបណ្ឌិតបកអាក្រាតពីការពិតជូរចត់4ចំណុចដែលថៃតែងតែលាក់បាំង1លោកបណ្ឌិតបានបញ្ជាក់ថាប្រវត្តិសាស្ត្ររវាងខ្មែរនិងសៀមមិនមែនជារឿងធម្មតាទេតែជាប្រវត្តិសាស្ត្រនៃមហិច្ឆតាដណ្ដើមទឹកដីតាំងពីសតវត្សទី12ថៃមិនដែលបោះបង់បំណងលេបយកទឹកដីខ្មែរឡើយហើយលោកបានសង្កត់ធ្ងន់ថាបើគ្មានបារាំងមកដាក់អាណាព្យាបាលទេម្លេះទឹកដីខ្មែរត្រូវសៀមលេបត្របាក់អស់ហើយ2ទោះបីមានសន្ធិសញ្ញាឆ្នាំ1904និងឆ្នាំ1907